សួស្តីអ្នកតាគ្នាខ្ញុំបាទបើខេសម្រាប់ពេលនេះខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថាបរិយាអាយុច្រើនមានវ័យក្មេងប៉ះនារីសាច់ដុំមកសម្រាប់បន្តជូនអ្នកតាគ្នាដូច្នេះមុនចូលទៅដល់ការសម្រាយសូមអ្នកតាគ្នាជួយ Subscribe Like និងចុចសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូមុនគេនៅពេលដែល Admin បង្ហោះវីដេអូសូមអរគុណបន្ទាប់ពីលីណាសួរទៅកាន់ជីកាឆានថាហេតុអ្វីយើងមកស្គាល់គ្នាក្នុងនាមជាអ្នកចិត្តខាងទៅតើអ្នកមានពេលនិយាយគ្នាបន្តិចទេសាយរឿងកាប់មកដល់ពេលបន្ទាប់នៅពេលដែលលីណាបានចូលទៅដល់ក្នុងបន្ទប់របស់ទូឯកប្រុសដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលដោយពោលពាក្យឡើងថាតើយើងពិតជារស់នៅក្នុងអាគារអាផាតមិនតែមួយមែនទេនេះពិតជាខុសគ្នាទាំងស្រុងពីបន្ទប់របស់យើងនេះមើលទៅដូចជាបន្ទប់អ្នកមានម្នាក់រឿងកំ pl ែងថ្មីទាំងអស់ដែលខ្ញុំចង់អានម៉ាស៊ីនត្រជាក់ថ្មីស្រឡាងសាឡុងនិងក្រេមួយដែលមើលទៅមានផាសុខភាពណាស់ម៉ាស៊ីនហ្គេមវីដេអូចុងក្រោយបង្អស់ដែលខ្ញុំតែងតែចង់បាននិងសូម្បីតែ Wi-Fi អាយ៉ា model នេះលក់ได้រាល់ពេលដូច្នេះខ្ញុំរត់ទិញមិនបានទេនេះគឺជាថាសួរដែលធ្វើឲ្យអារម្មណ៍របស់លីណាមានភាពរំភើបជាខ្លាំងនៅពេលដែលបាននៅក្នុងបន្ទប់របស់ជីកាឆានខ្ញុំសង្ឃឹមថាខ្ញុំមានឱកាសរស់នៅក្នុងបន្ទប់បែបនេះចំណែកទូឯកប្រុសវិញក៏កើតក្នុងចិត្តថានាងបាននិយាយថានាងជាអ្នកចិត្តខាងរបស់ខ្ញុំត្រូវទេហើយគេក៏បាននឹកស្រមៃទៅដល់ស៊ីយ៉ុងដែលជាអ្នកចិត្តខាងរបស់គេដែរតែនោះមានន័យថានាងរស់នៅជាមួយក្មេងស្រីទំនើងនោះមែនទេរីឯលីណាកំពុងតែសប្បាយចិត្តនៅពេលដែលឃើញសៀវភៅរឿងថ្មីនៅក្នុងបន្ទប់របស់ជីកាឆានពិបាកជឿណាស់នាងមកទៅដូចជាក្មេងស្រីដែលចូលចិត្តលេងសើចហើយខ្ញុំមិនអាចស្រមៃថានាងនៅជាមួយខ្លាឃ្មុំរេលីមកប៊ូបានទេខ្ញុំអនុញ្ញាតឲ្យនាងចូលប៉ុន្តែខ្ញុំមិនដឹងថានាងជានរណាទេខ្ញុំមានអារម្មណ៍ភ័យបន្តិចបន្ទាប់មកជីកាឆានក៏ដាក់ខ្លួនអង្គុយលើសាឡុងហើយក៏គិតបានថែមទៀតថាវាហាក់ដូចជានាងមិនមែននៅទីនេះទេដោយសារតែក្រុមក្មេងទំនើងបានបញ្ជូននាងដូច្នេះតើអ្វីទៅជាចេតនាពិតរបស់នាងស្របគ្នាដែលលីណាបានកលេចភ្នែកមកកាន់ជីកាឆានបន្ទាប់មកលីណាក៏បានដាក់សៀវភៅចូលនៅលើតុហើយក៏សួរមកកាន់ជីកាឆានថាអ្នកបាននៅជាមួយស៊ីយ៉ុងម្សិលមិញមែនទេដែលបានធ្វើឲ្យជីកាឆានភ្ញាក់ផ្អើលបដ ாய் ស្របពេលដែលលីណាកំពុងតែអង្អែលមើលទៅកាន់គ្រឿងប្រដាប់របស់ជីកាឆានខ្ញុំអាចមិនអើពើនឹងការពិតដែលថាស៊ីយ៉ុងបានអាក្រាតកាយប៉ុន្តែខ្ញុំមិនដែលឃើញនាងបែបនេះពីមុនមកទេជាតបតានាងនិយាយដោយប្រើកណ្ដាប់ដៃជាជាងមាត់ដូច្នេះខ្ញុំមិនដែលឃើញនាងនិយាយជាមួយមនុស្សចម្លែកលើសពី3នាទីទេខ្ញុំមិនអាចជឿនឹងភ្នែកខ្លួនឯងបានទេពេលខ្ញុំឃើញនាងនិយាយជាមួយនឹងអ្នកយូរដល់ម្លឹងហើយអ្នកចុះបារម្ភមែនទេបន្ទាប់មកលីណាក៏បានដាក់ខ្លួនអង្គុយលើសាឡុងនាងថែមទាំងឡើងមុខក្រហមទៀតផងនាងចេះស្និទ្ធជាមួយអ្នកណាដូច្នេះខ្ញុំពិតជាចង់ដឹងចង់ឃើញណាហើយលីណាក៏បានលៀនដាទៅកាន់ជីកាឆានរួចហើយក៏អូនមុខចិត្តទៅកាន់ជីកាឆានខ្ញុំចង់ដឹងបន្ថែមអំពីអ្នកហើយនឹងក៏បែកខ្លួនទៅលើជីកាឆានម្យ៉ាងទៀតមានរឿងមួយចំនួនដែលខ្ញុំចង់សួរអ្នកអំពីការជួបបារីមែនទេហើយលីណានាងក៏យកខ្លួននាងទៅអឹបជាប់ជាមួយនឹងជីកាឆានដែលធ្វើឲ្យខ្លួនរបស់គេមានការព្រឺសម្បុរនិងឡើងមុខក្រហមខ្ញុំហាត់ហើយដូច្នេះខ្ញុំចង់សម្រាកមិនអីទេបន្ទាប់ពីបានការអនុញ្ញាតពីជីកាឆានលុះអស់រយៈពេលជាច្រើនម៉ោងដែលលីណាកេងលក់ដោយរូបរាងគួរឲ្យគយគន់ប៉ុន្តែជីកាឆានព្យាយាមហាមឃាត់ខ្លួនឯងនិងសួរខ្លួនឯងថាហេតុអ្វីតើនាងដេកលក់មែនតើដោយជីកាឆានជាបរិសុទ្ធស្មោះនៅតែពីអ្នកស្រីស្អាតតែមិនហ៊ានធ្វើឲ្យត្រឹមតែគយគន់មើលសម្រស់គេតែប៉ុណ្ណោះនាងរស់នៅជាមួយក្មេងទំនើងនោះដូច្នេះខ្ញុំដឹងថានាងកំពុងធ្វើអ្វីមួយឬមួយវាគ្រាន់តែសម្ដៅមកលើខ្ញុំចង់ឲ្យនាងភ្ញាក់ឲ្យលឿនណាជើងរបស់ខ្ញុំកំពុងតែស្ពឹកម្ដងបន្តិចហើយជើងរបស់នាងក៏បានប៉ះនឹងរបស់ខ្ញុំដែរចាំបន្តិចតើនាងកំពុងតែព្យាយាមចោទប្រកាន់មកខ្ញុំថាជាមនុស្សវិកលចរិតហើយរាយការណ៍មកខ្ញុំមែនទេប៉ុន្តែនាងកំពុងតែដេកលក់យ៉ាងស្កប់ប្រហែលជាវាមិនត្រូវបានធ្វើដោយចេតនានោះទេដោយលីណាលួងកំពុងតែដេកលក់ទេប៉ុន្តែដេកមកមើលជើងចេះតែមិនស្ងៀមមិនដឹងថាដេកលក់ពិតឬក៏ធ្វើពតបានទៅអង្អែលក្បាលអូនប្រុសរបស់ជីកាឆានធ្វើឲ្យវាត្រង់ឆ្កើតដោយទូឯប្រុសមិនអាចធ្វើអ្វីបានត្រឹមតែគិតថាទោះបីជានាងមានបំណងអ្វីមួយក៏ដោយនាងពិតជាគិតថាខ្ញុំជាមនុស្សវិកលចរិតក្នុងរឿងនេះមែនទេមុនពេលអ្វីកាន់តែអាក្រក់ខ្ញុំនឹងលើជើងនាងចេញពីខ្ញុំហើយខ្ញុំនឹងដាស់នាងឲ្យទៅរាប់ឡើងប៉ុន្តែខ្ញុំមិនចង់ដាស់នាងទេដូច្នេះខ្ញុំនឹងប្រយ័ត្នមិនចាំបាច់ភ័យទេប៉ុន្តែចំណាភ័យរបស់ទូឯប្រុសធ្វើឲ្យគេមុខកាន់តែក្រហមឡើងខ្ញុំមិនធ្វើអ្វីប្លែកៗនោះទេខ្ញុំនឹងធ្វើវាដោយប្រុងប្រយ័ត្នប៉ុន្តែជីកាឆានក៏បានជ្រុលដៃចាក់ជើងរបស់លីណាបណ្ដាឲ្យនាងមានការរសើបរហូតដល់ភ្ញាក់ដែលធ្វើឲ្យជីកាឆានមានការភ័យបោកពោះខ្លាំងមែនទែនបន្ទាប់ពីលីណាភ្ញាក់ហើយនាងក៏បានសុំទោសទៅកាន់ទូឯប្រុសដែលបានដេកជ្រុលនៅក្នុងម៉ូតូរបស់គេតាមពិតខ្ញុំភ្ញាក់ពីដេកមុននេះបន្តិចស្អីគេដែលធ្វើឲ្យជីកាឆានមានការខ្មាស់អៀនបន្តិចដែរប៉ុន្តែប្រតិកម្មរបស់អ្នកគួរឲ្យអស់សំណើចបន្តិចហើយជាសំណាងល្អនេះហាក់ដូចជាមិនមែនជាមនុស្សអាក្រក់ទេនេះតើនាងកំពុងតែធ្វើអ្វីនាងកំពុងលេងសើចជាមួយខ្ញុំមែនទេស្របដល់សម្លេងកាយរបស់នាងហើយអាក្រក់ម្លេះនាងហើយខ្ញុំដឹងថាយើងជាអ្នកជិតខាងនឹងគ្នាប៉ុន្តែនេះអាចនឹងធ្លាក់ខ្លួនក្នុងគ្រោះថ្នាក់ដល់បណ្ដោះបន្ទោមនុស្សដែលមិនស្គាល់មុខបែបនេះតើអ្នកនឹងទេស្របដល់ស្នាមញញឹមរបស់លីណាខ្ញុំមិនធ្វើបែបនេះចំពោះអ្នកណាម្នាក់ទេ
អ្នកមានមុខមាត់គួរឲ្យស្រឡាញ់អ្នកមានចិត្តល្អហើយខ្មាស់អៀនដោយលីណានាងក៏បានឡើងទៅជិះទៅលើជីកាឆានអ្នកពិតជាត្រូវប្រភេទរបស់ខ្ញុំថាម៉េចលីណានាងក៏ឲ្យមុខទៅចិត្តជីកាឆានអ្នកគិតយ៉ាងណាដែរចំពោះខ្ញុំចាំបន្តិចខ្ញុំមិនបានរំពឹងទុកក្នុងរឿងនេះទេតើខ្ញុំគិតយ៉ាងណាចំពោះនេះមែនទេតើនេះគឺអ្នកពិតជាស្អាតហើយគួរឲ្យស្រឡាញ់ហើយខ្ញុំជឿចិត្តវាប៉ុន្តែទើបតែជួបគ្នាដូច្នេះដោយភ្នែករបស់ជីកាឆានបានសម្លឹងទៅកាន់នាងស្របដោយលីណាក៏បានបញ្ចេញស្ទាយទៅកាន់ជីកាឆានខ្ញុំគ្រាន់តែលេងសើចទេអ្នកពិតជាបរិសុទ្ធល្អមែននាងថាម៉េចនៅពេលនោះក៏មានសំឡេងបានបន្លឺឡើងធ្វើឲ្យលីណានិងជីកាឆានឆ្ងល់បន្ទាប់មកពួកគេក៏បានទៅមើលហើយនឹងឆ្ងល់ថាតើនោះជាអ្វីនៅពេលនោះជីកាឆានក៏បានឃើញនារីម្នាក់ហើយគេក៏សួរនាងថាតើនេះជានរណាទៅដោយលីនយូតមកវិញថាខ្ញុំមកទីនេះដើម្បីមកយកលីណាបន្ទាប់មកលីនយូនាងក៏បានយកនំមកតំពីហើយហើយជីកាឆានក៏នាំនំតំពីទៅកន្លែងសាឡុងរបស់គេដោយលីណាសួរលីនយូថាសេយ៉ងបានបញ្ជូនអ្នកមកទីនេះមែនទេដោយលីនយូតបថាពេលខ្ញុំប្រាប់នាងថាលីណានៅទីនេះមុខរបស់នាងឡើងក្រហមហើយនាងក៏ភ័យស្លេកស្លាំងយ៉ាងខ្លាំងបន្ទាប់មកនាងបានប្រាប់ខ្ញុំឲ្យមកទីនេះពិតឬដោយជីកាឆានក៏សួរទៅកាន់អ្នកទាំងពីរថាសូមអភ័យទោសដែលរំខានប៉ុន្តែតើអ្នកចូលមកក្នុងម៉ូតូរបស់ខ្ញុំដោយរបៀបណាដោយលីនយូតបថាធ្វើដល់បាក់ហាទាំងដែលតុកមុខរបស់នាងមិនចង់និយាយអ្នកដឹងហើយថានេះជាការឈ្លានពានមែនទេខ្ញុំអាចរាយការណ៍អ្នកទៅប៉ូលីសបានហើយអ្វីបានជាអ្នកញ៉ាំនំរបស់ខ្ញុំបានជន់លើវាដែលចៃដន្យដូច្នេះខ្ញុំគិតថាអ្នកបានបោះវាចោលខ្ញុំបានចូលមកទីនេះដោយគ្មានការអនុញ្ញាតពីអ្នកទេប៉ុន្តែខ្ញុំមិនបានព្យាយាមលួចអ្វីទេគ្រាន់តែឃើញថាទ្វារបើកចំហដូច្នេះខ្ញុំក៏ចូលមកទីនេះដើម្បីរកលីណាធ្វើចឹងបានទៀតដោយទៅមកជីកាឆានបានសម្លឹងទៅកាន់លីនយូដោយកំហឹងពេញខ្លួននៅពេលនោះលីណាក៏បានយកភ្នែករបស់នាងទៅផ្អាប់ជាប់នឹងដៃរបស់ជីកាឆានហើយក៏បាននិយាយទៅកាន់គេថាអនុញ្ញាតឲ្យខ្ញុំសុំទោសជំនួសនាងផងលីនយូមិនមែនជាក្មេងអាក្រក់ទេនាងមិនប្រកែកនិយាយពាក្យសុំទោសទេដូច្នេះតើអ្នកអាចអភ័យទោសឲ្យនាងបានទេដោយលីណាបានយកភ្នំរបស់នាងខិតទៅចំមុខរបស់ជីកាឆានដែលបណ្ដាលឲ្យគេឡើងមុខក្រហមភ្លាមកុំមកចិត្តពេកដោយលីណានឹងក៏បានអបដៃរបស់ជីកាឆានជាប់ចំណែកជីកាឆានយើងជាអ្នកចេះខាងនឹងគ្នាដូច្នេះខ្ញុំគិតថាខ្ញុំអាចមិនគិតពីវាបានខ្ញុំមិនអាចនិយាយអ្វីអាក្រក់ទៅកាន់មុខនោះបានទេបន្ទាប់មកជីកាឆានក៏បាននិយាយទៅកាន់លីនយូមួយវិញទៀតខ្ញុំហ៊ាននឹងបោះនំនោះចាស់ហើយព្រោះវាហួសការបរិច្ឆេទផុតកំណត់របស់វាហើយលីនយូដោយលើជីកាឆាននិយាយបែបនេះគឺក៏ចេញមកកែប្រោយបន្ទាប់មកលីណាក៏បាននិយាយទៅកាន់ជីកាឆានថាដោយវិធីនេះយើងមិនទាន់បានណែនាំខ្លួនយើងនៅឡើយទេយើងគួរតែបំបែកតកខ្លះហើយដើម្បីស្គាល់គ្នាឲ្យកាន់តែច្បាស់បន្ទាប់មកលីណានឹងក៏ចាប់ផ្ដើមដកអាវក្រៅរបស់នាងចេញនិងមិនចេញជើងដ៏សស្លូនរបស់នាងរួមទាំងរូបរាងរបស់នាងទៅកាន់ជីកាឆានហើយមានអ្វីមួយដែលខ្ញុំចង់ធ្វើជាយូរមកហើយដែលធ្វើតួឲ្យប្រុសឆ្ងល់ប្រោយព្រមទាំងធ្វើឲ្យគេមុខក្រហមដែរដោយរោពីអញ្ចឹងមិនចេញតែម្ដងដូច្នេះតើអ្នកគិតយ៉ាងណាដែរស្របដោយស្នាមញញឹមរបស់នាងប្រកបដោយអាកំបាំងពីក្រោយ